បាទសូមលេងស្វាគមន៍ខ្លាំងៗទាំងអស់គ្នាបាទសូមគោរពនឹងជម្រាបសួរដល់ប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីបាទសូមស្វាគមន៍មកកាន់កម្មវិធីប្រវត្តិសាស្ត្រនៃកម្ពុជាកម្មវិធីប្រកួត Fresh Girl and Boy ចំនួនទី14បាទគឺថាមួយសប្តាហ៍កន្លងផុតទៅដោយសប្តាហ៍មុនគឺជាវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដោយមានបេក្ខជនបេក្ខនារីរបស់យើងក៏ចូលរួមប្រកួតប្រជែងច្រើនហើយសប្តាហ៍នេះគឺជាសប្តាហ៍ទី1ហើយគេថាបងប្អូនដែលអញ្ជើញចូលរួមទស្សនាដោយផ្ទាល់និងជាកម្លាំងចិត្តជូនទៅដល់បាទបងប្អូន Fresh Girl and Boy ចំនួនទី14របស់យើងក៏ច្រើនដោយដែលសប្តាហ៍កន្លងផុតទៅដូច្នេះដែរហើយឃើញថាពេលនេះបងប្អូនកំពុងតែត្រៀមនៅអ្វីដែលគាត់មានដើម្បីផ្ដល់ជាកម្លាំងចិត្តជូនទៅដល់បងប្អូន Fresh Girl and Boy នៅចំនួនទី14របស់យើងនៅក្នុងការបង្ហាញសមត្ថភាពសប្តាហ៍ទី1នេះផ្ទាល់តែម្ដងចាជាការពិតណាស់ហើយនេះខ្ញុំក៏សូមជម្រាបជូនផងដែរថាសម្រាប់កម្មវិធី and Boy ចាគឺកម្មវិធីយើងគឺតែងតែព្យាយាមបណ្ដុះបណ្ដាលបងប្អូនចាទៅលើគ្រប់ផ្នែកទាំងអស់នៃសិល្បៈហើយមួយវិញទៀតគឺកម្មវិធីរបស់យើងព្យាយាមចាឲ្យបងប្អូនបញ្ជៀសនៅរកអំពើពាលីអវ៉ាស័យផ្សេងជាពិសេសគឺគ្រឿងញៀនផ្ទាល់តែម្ដងចាចង់ឲ្យបងប្អូនប្រើពេលវេលាទំនេរពីការសិក្សាងាកមកចូលរួមជាមួយនឹងចាសិល្បៈដើម្បីលើកស្ទួយជាមួយនឹងវិស័យសិល្បៈខ្មែររបស់យើងប្រសើរជាងចាបាទជាការពិតគឺថាបែកគ្នាមួយសប្តាហ៍កញ្ញាយុប៊ិនសុខសប្បាយធម្មតាចានេះខ្ញុំសុខសប្បាយចុះលោកមង្គលវិញអូខ្ញុំបាទសុខសប្បាយបឹបតែម្ដងបាទគឺថាមិនសម្រាប់សប្តាហ៍នេះយើងមិនមែនធ្វើជាពិធីករតែ2នាក់ទេបាទមានប្អូនឡុងបាទសួស្ដីប្អូនឡុងបាទបាទបងឡុងបាទថ្ងៃនេះមានទូរនទីអ្វីដែរបាទសូមជម្រាបជូនដល់ទស្សនិកជនតិចមកបាទសម្រាប់រូបខ្ញុំផ្ទាល់ថ្ងៃនេះខ្ញុំចូលរួមក្នុងថ្ងៃនេះដើម្បីប្រកបកិច្ចសភាខ្លីៗក៏ដូចជាលេងហ្គេមជាមួយនឹងប្រិយមិត្តទូរទស្សនិកជនទីមេត្រីដែលកំពុងតាមដានទស្សនាទីផ្ទាល់បាទអរគុណហើយសូមជម្រាបសួរទៅដល់ប្រិយមិត្តទូរទស្សនិកជនទីមេត្រីដែលកំពុងតាមដានទស្សនាកម្មវិធីប្រកួត Fresh Girl and Boy ចំនួនទី14បាទហើយក៏សូមជម្រាបសួរដល់បងមង្គលនិងបងស៊ីញូប៊ិនផងដែរបាទសូមអរគុណជម្រាបសួរបាទអរគុណច្រើនឃើញថាបងឡុងគឺជាពិធីករនៅក្នុងកម្មវិធីរបស់យើងដែរហើយគាត់នឹងសម្របសម្រួលនៅជួបជាមួយនឹងទស្សនិកជនដែលគាត់ចូលរួមទស្សនាបន្តចង់ដឹងថាអារម្មណ៍របស់ទស្សនិកជនរបស់យើងយ៉ាងណាចង់ដឹងថាពួកគាត់គ្រប់គ្រង Fresh Girl ឬ Fresh Boy រូបណាបាទអរគុណច្រើនប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីបាទក្រោយពេលបាទទស្សនាជាមួយនឹងបទចការនៅក្នុងកម្មវិធីរបស់យើងបានបញ្ជាក់រួចមកហើយថាទម្រាំតែមកដល់នៅក្នុងសប្តាហ៍ទី1នេះគឺយើងជំរើសនិងចម្រាញ់យកដោយឆ្លងកាត់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់គឺយើងសល់តែបាត់ Fresh Girl 14រូបនិង Fresh Boy 14រូបតែប៉ុណ្ណោះដែលនឹងត្រៀមខ្លួនឡើងបង្ហាញសមត្ថភាពជូនទៅដល់ប្រិយមិត្តទូរទស្សនិកជនបាទសម្រាប់សប្តាហ៍នេះគឺជាសប្តាហ៍មួយដែលជាវិញ្ញាសាដែលផ្ដល់ជូនទៅដល់បងប្អូនទាំងអស់គ្នាគឺវិញ្ញាសាមួយដែលលំបាកផងដែរនៅក្នុងកម្មវិធីរបស់យើងគឺតម្រូវឲ្យបងប្អូនទាំងអស់គ្នាបង្ហាញសមត្ថភាពទៅលើគេថាវោហារស័ព្ទជាមួយនឹងចំណេះដឹងទូទៅផ្ទាល់តែម្ដងចាដោយតែប្រិមិត្តបានជ្រាបហើយដូច្នេះសម្រាប់សប្តាហ៍ទី1នេះនឹងមាន Fresh Girl ចំនួន14រូបនិង Fresh Boy ចំនួន14រូបដែលគាត់នឹងឡើងមកបង្ហាញជាមួយនឹងសមត្ថភាពរបស់ពួកគាត់ចាជូនទៅដល់ប្រិមិត្តទស្សនិកជនតតែម្ដងហើយនាងខ្ញុំក៏សូមជម្រាបជូនផងដែរថាសម្រាប់សប្តាហ៍នេះកម្មវិធីរបស់យើងនឹងធ្វើការជំរុះជាមួយនឹង Fresh Boy ចំនួន1រូបនិង Fresh Girl ចំនួន1រូបដែលចាការបង្ហាញសមត្ថភាពរបស់ពួកគាត់ល្អពុំគ្រប់គ្រាន់ចាក៏ដូចជាបន្ទុករបស់ពួកគាត់ចាគឺមិនគ្រប់គ្រាន់សម្រាប់បន្តដំណើរជាមួយនឹងកម្មវិធីរបស់យើងផងដែរចាបាទជាការពិតណាស់គឺថាសប្តាហ៍មុនខ្ញុំបានជម្រាបជូនដល់ប្រិយមិត្តទូរទស្សនិកជនហើយថាក្នុងកម្មវិធីរបស់យើងគឺមានការវោតគ្រប់គ្រងទៅដល់បាទបងប្អូនយុវជនរបស់យើងដែលជា Fresh Girl and Boy ចំនួនទី14បងប្អូនទាំងអស់គ្នាបានវោតគ្រប់គ្រងដល់ពួកគាត់នៅបានវោតនៅបាទអរគុណច្រើនហើយខ្ញុំបាទសូមជម្រាបថាការវោតគ្រប់គ្រងដោយវិធីងាយៗបំផុតគ្រាន់តែលោកអ្នកបាទចូលទៅកាន់សេវាផ្ញើសារជាអក្សរបើសិនជាលោកអ្នកពេញចិត្តនៅ Fresh Girl ឬ Fresh Boy រូបណាសូមចូលទៅកាន់សេវាផ្ញើសារជាអក្សរបាទវាយស្លាកលេខរបស់បេក្ខជនឬក៏បេក្ខនារីរូបនោះបាទផ្ញើទៅកាន់លេខ7272ឬក៏ខលទៅកាន់លេខ7272រងចាំស្ដាប់ការណែនាំតាមប្រព័ន្ធចូលរួមបានតែប្រព័ន្ធសេកាតែប៉ុណ្ណោះហើយខ្ញុំបាទក៏សូមជម្រាបថាសម្រាប់បាទបងប្អូនទាំងអស់គ្នាដែលជាអ្នកវោតគ្រប់គ្រងមួយរូបនៅក្នុងកម្មវិធីប្រកួតផ្ដាច់ព្រាត់របស់យើងនៅពេលដែលយើងប្រកាសលទ្ធផលចប់រួចរាល់សម្រាប់អ្នកដែលវោតគ្រប់គ្រងទៅដល់បាទបេក្ខជនដែលទទួលបាននៅរង្វាន់ប្រជាប្រិយភាពនៅក្នុងកម្មវិធីប្រកួតរបស់យើងគាត់នឹងមានឱកាសទទួលបាននៅសម្បត្តិបាទធ្វើដំណើរដល់ឥតគិតថ្លៃចំនួន2សម្បត្តិពីបាទ Thai Air Asia បាទភ្នំ
ចាពិសេសណាស់លោកអ្នកគ្រាន់តែវោតផ្ញើសារគាំទ្រដល់ Freshy មិនត្រឹមតែអាចជួយសម្រេចបំណងលើវិថីសិល្បៈរបស់បងប្អូនទេប៉ុន្តែអាចមានឱកាសឈ្នះជាមួយនឹងរង្វាន់ជាសមុទ្រយន្តហោះ2សញ្ញាពីអាកាសចរថៃអាស៊ីទៀតចាបាទប្រិមត្តទូរទស្សនិកជនជាទីមេត្រីស្របនឹងបរិយាកាសកំពុងតែអំណោយផលពីធម្មជាតិផងហើយឃើញថាបងប្អូនកំពុងតែទន្ទឹងរង់ចាំជាមួយនឹងកម្មវិធីប្រកួត Fresh Girl and Boy ចំនួនទី14ចង់ដឹងថាមានអ្វីប្លែកអ្វីអស្ចារ្យខ្ញុំបាទក៏សូមជម្រាបថាឃើញថានៅក្នុងប្រទេសកម្ពុជារបស់យើងបច្ចុប្បន្នគឺកំពុងតែរីកចម្រើនសេដ្ឋកិច្ចកំពុងតែរីកចម្រើនលូតលាស់ដែលគួរឲ្យកត់សម្គាល់មែនទែនហើយនេះហើយបាទមួយចំនួនក៏បានកើតនៅបញ្ហាមួយចំនួនដែលបញ្ហានោះគឺជាបរិស្ថាននិងមនុស្សរបស់យើងផ្ទាល់តែម្ដងហើយខ្ញុំបាទសូមជម្រាបថាទាំងនេះហើយដែលកម្មវិធីប្រកួតរបស់យើងបាទលើកឡើងហើយជាពិសេសគឺបងប្អូនទាំងអស់គ្នាដែលជា Freshie របស់យើងគាត់នឹងលើកពីគម្រោងទាំងឡាយដែលមានប្រយោជន៍ជូនទៅដល់សង្គមជាតិរបស់យើងដើម្បីបង្ហាញជូនទៅដល់ប្រិយមិត្តទូរទស្សនិកជននិងរួមជាមួយនឹងក្រុមហ៊ុនធំមួយចំនួនទាំងអស់ដើម្បីជំរុញឲ្យកម្មវិធីក៏ដូចជាគម្រោងទាំងអស់នោះដំណើរការទៅមុខជាលំដាប់ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិរបស់យើងឲ្យរីកចម្រើនទៅមុខជាលំដាប់ផងដែរចាជាការប៉ុណ្ណាហើយដូច្នេះសម្រាប់ Freshy Girl and ជាយុវជនក៏ដូចជាយុវតីគំរូសម្រាប់សង្គមដូច្នេះអ្វីដែលបងប្អូនធ្វើគឺធ្វើយ៉ាងណាដើម្បីផ្ដល់ជាអត្ថប្រយោជន៍ដល់សង្គមរបស់យើងផងដែរចាបាទជាការពិតគឺថានេះគឺជាការឆ្លើយតបនៅក្នុងកម្មវិធីប្រកួត Fresh Girl and Boy ចំនួនទី14បើសិនជាកម្មវិធីប្រកួតរបស់យើងពុំមានការគ្រប់គ្រងពីសំណាក់បងប្អូនមហាជនគ្រប់ស្រទាប់វណ្ណៈទេកម្មវិធីប្រកួត Fresh Girl and Boy ចំនួនទី14ក៏មិនអាចឈានរហូតមកដល់បាទចំនួនទី14ឃើញថារយៈកាលនៅក្នុងកម្មវិធីប្រកួតរបស់យើងគឺឈានមុខគេតែម្ដងនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងបាទប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីចង់ជួបជាមួយនឹងបងប្អូន Fresh Girl and Boy របស់យើងអត់ចង់ជួបខ្លាំងអត់បើសិនជាខ្លាំងសូមសម្លេងអបអរសាទរខ្លាំងៗគាត់ទាំងអស់គ្នាបាទប្រិយមិត្តទូរទស្សនិកជនជាទីគោរពខ្ញុំបាទសូមជម្រាបថាការបែងចែកជាក្រុមដើម្បីបងប្អូនទាំងអស់គ្នា Fresh Girl and Boy របស់យើងគាត់ឡើងមកបកស្រាយនៅគម្រោងដែលជាអត្ថប្រយោជន៍ជូនទៅដល់សង្គមជាតិរបស់យើងគឺយើងបែងចែកជាលក្ខណៈក្រុមហើយជាបន្តទៅនេះចង់ដឹងថាបងប្អូន Fresh Girl និង Fresh Boy ក្រុមទី1គាត់មានវិធានបទអ្វីបាទខ្ញុំបាទក៏សូមជម្រាបថាបាទក្រុមទី1 Fresh Girl G3 ពិនស្រីណុចនិង Fresh Boy B9 សោមសេរីវុឌ្ឍចង់ដឹងថាគម្រោងរបស់បងប្អូនទាំងពីររូបគឺជាគម្រោងអ្វីរីករាយទស្សនាទាំងអស់គ្នានឹងផ្ដល់នូវការគ្រប់គ្រងខ្លាំងបាទអរគុណសូមជម្រាបសួរទស្សនិកជនដែលនៅទីនេះក៏ដូចជាខ្ញុំការធាឋានខ្ញុំបាទឈ្មោះសំសារីវុឌ្ឍជា Freshy Boy ពាក់ស្លាកលេខ B9 រួមជាមួយនឹងខ្ញុំប៉ិនស្រីណុចជា Freshy Girl ពាក់ស្លាកលេខ G3 បាទក្នុងរាត្រីផងដែរក្នុងទាំងពីរបានលើកយកប្រធានបទអំពីរោងចក្របពណ៌បៃតងបាទជាការប៉ັດណាស់រោងចក្របពណ៌បៃតងគឺមានសារៈសំខាន់ខ្លាំងណាស់ដែលជាបច្ច័យនាំមកនៅការងារធ្វើដូចជាការលើកកម្ពស់ដល់បរិយាកាសផងដែរចាជាការប៉ັດណាស់ការរីកចម្រើនលូតលាស់លើផ្នែកឧស្សាហកម្មពិតជាមានកម្រិតជឿនលឿនទៅមុខពិតជាគួរឲ្យកត់សម្គាល់ដោយដែលលោកសេរីវុឌ្ឍបានដឹងហើយថាប្រទេសយើងសពថ្ងៃមានរោងចក្រខ្នាតធំជាច្រើនបានកើតឡើងយើងខ្ញុំសូមសំណូមពរចំពោះរោងចក្រទាំងនោះសូមជួយលើកកម្ពស់និងថែរក្សាបរិស្ថានឲ្យបានល្អមានគុណភាពបុគ្គលិកក៏ដូចជាកម្មករមានសុខភាពល្អនិងមានគុណភាពផងដែរចា៎បាទគោលការណ៍ដែលយើងលើកមកនិយាយនៅពេលនេះគឺមានគោលការណ៍4គោលការណ៍ទី1គឺចង់ផ្សព្វផ្សាយដល់ទស្សនិកជនឲ្យដឹងថាការកាត់បន្ថយការប្រើប្រាស់អូនចំណែកគោលការណ៍ទី2ការរៀបចំបែងចែកនិងបន្ថែមទីតាំងក្នុងបរិវេណរោងចក្រវេនពណ៌បៃតងកើនឡើងចា៎បាទរៀបចំសម្រាមឲ្យបានល្អនៅក្នុងបរិយាកាសរោងចក្រផងដែរបាទចំណុចទី4គឺការផ្សព្វផ្សាយដល់រោងចក្រផងដែរគឺជាការលើកកម្ពស់ដល់បរិស្ថានផងដែរបាទចំណុចទី4គឺការប្រើប្រាស់វិធីសាស្ត្រ 3R រួមមាន reuse គឺជាការប្រើប្រាស់កាត់បន្ថយការប្រើប្រាស់ reuse គឺជាការប្រើប្រាស់សារជាថ្មីនិង recycle គឺជាការប្រើម្ដងទៀតផងដែរចា៎នេះខ្ញុំជឿជាក់ថាចំណុចទាំងអស់ដែលយើងខ្ញុំទាំងពីរបានលើកយកមកបញ្ជាក់ទាំងនេះនឹងបញ្ជាក់ឲ្យឃើញថាប្រសិនបើយើងមានការយកចិត្តទុកដាក់និងទំនួលខុសត្រូវរួមគ្នានៅគ្រប់រោងចក្រនោះនឹងធ្វើឲ្យប្រទេសជាតិមានសភាពល្អប្រសើរឡើងចា៎បាទជាចុងក្រោយរោងចក្រពណ៌បៃតងបានជួយកាត់បន្ថយកម្ដៅផងដែរចា៎ប្រសិនបើប្រិយមិត្តទាំងអស់ពេញចិត្តនឹងគ្រប់គ្រងរូបរាងខ្ញុំទាំងពីរនាក់ហើយចង់ឲ្យយើងខ្ញុំទាំងពីរនាក់បន្តដំណើរជាមួយនឹងកម្មវិធីប្រកួត Freshy Girl and Boy ចំនួនទី14សូមចូលរួមផ្ញើសារជាអក្សរដោយវាលេខ G3 ទី9
រួចទៅកាន់ផ្ញើទៅកាន់72 ឬក៏អាច call ទៅ72 ស្ដាប់ការណែនាំរបស់ប្រព័ន្ធបញ្ជាក់បានត្រឹមតែប្រព័ន្ធស្កាតតែប៉ុណ្ណោះ សូមអរគុណសូមគោរពលា បាទអរគុណបាទអរគុណចំពោះបាទបងប្អូន Fresh Girl and Boy ក្រុមទី1បាទជាបន្តទៀតសូមជួបជាមួយនឹងបងប្អូន Fresh Girl and Boy របស់យើងជាបន្តបាទដែល Fresh Girl បាទ G4 Nasadi និង Fresh Boy B11 អ៊ូសំខាន់ចង់ដឹងថាប្រធានបទរបស់បងប្អូនទាំងពីររូបយ៉ាងណារីករាយទស្សនាទាំងអស់គ្នាដូចតទៅ បាទសូមគោរពជំរាបសួរទ្រទស្សនិកជនជាទីគោរពខ្ញុំបាទឈ្មោះអ៊ូសំខាន់ជា Fresh Boy ពាក់ស្លាលេខ B11 នាងខ្ញុំឈ្មោះណាសាឌីជា Fresh Girl ពាក់ស្លាលេខ G4 ហើយនៅក្នុងរាត្រីនេះដែរយើងខ្ញុំទាំងពីរនាក់ពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែនដែលអាចមានឱកាសឡើងមកបកស្រាយនៃប្រធានបទមួយនិយាយអំពីខ្ចីកង់ជីទៅរៀនដោយដែលទស្សនិកជនបានឃើញនៅខាងក្រោយរូបខ្ញុំបាទស្រាប់បាទក្នុងអត្ថន័យនៃការរួមចំណែកជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាពវិស័យអប់រំប្រទេសកម្ពុជាដើម្បីស្វែងរកធនធានមនុស្សពិតប្រាកដធ្វើការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនជាក់ស្ដែងដូចនៅក្នុងពេលថ្មីនេះដែរការធ្វើកំណែតម្រង់របស់ក្រសួងអប់រំយុវជននិងកីឡាពិតជាបានបញ្ជ្រាបឲ្យបងប្អូនដែលជាសិស្សានុសិស្សខិតខំសិក្សារៀនសូត្រដែលស្របទៅតាមឆន្ទៈរបស់ក្រសួងហើយដូច្នេះហើយយើងខ្ញុំទាំងពីរនាក់បានគិតឃើញនៅគម្រោងខ្ចីកង់ជីទៅរៀននេះឡើង ចាជឿជាក់ថាលោកអ្នកប្រហែលជាធ្លាប់បានឃើញហើយនៅរូបភាពក្មេងក្រីក្រនៅតាមទីជនបទមួយចំនួនដែលពួកគេធ្វើដំណើរថ្មើរជើងទៅសាលារៀនរីឯក្មេងមួយចំនួនទៀតដែលមានផ្ទះនៅឆ្ងាយពីសាលារៀនជាច្រើនគីឡូម៉ែត្រដែលជាឧបសគ្គមួយយ៉ាងធំសម្រាប់ពួកគេដើម្បីបានរៀនសូត្របាទហើយលើសពីនេះទៅទៀតពេលខ្លះពួកគេមិនអាចធ្វើដំណើរទៅកាន់សាលារៀនរបស់ពួកគេជាញឹកញាប់ជាពិសេសនោះគឺនៅក្នុងរដូវវស្សាកញ្ញាយើងដឹងហើយថានៅក្នុងរដូវវស្សាគឺវាមានភ្លៀងធ្លាក់ច្រើនដូច្នេះហើយធ្វើឲ្យពួកគេពិបាកធ្វើដំណើរទៅកាន់សាលារៀនរបស់ពួកគេ ចាដូច្នេះហើយនេះគឺជាការជួយសម្រួលដល់បងប្អូនដែលរស់នៅតាមទីជនបទទៅពួកយើងជា Freshie បានលើកយកគម្រោងខ្ចីកង់ជីទៅរៀននេះឡើងមកដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រកបទៅដោយសុវត្ថិភាពនិងភាពងាយស្រួល បាទជាការពិតណាស់កញ្ញាសាឌីក៏ដូចជាទូរទស្សនិកជនទាំងអស់គ្នានៅក្នុងគម្រោងនេះដែរយើងខ្ញុំបានលើកឡើងនៃតួនាទីសំខាន់ចំនួន3ដែលតួនាទីទី1គឺយើងនឹងធ្វើការជួយដល់បងប្អូនដែលជាសិស្សក្រីក្រនៅតាមទីជនបទដែលមានលំនៅស្ថានឆ្ងាយពីសាលារៀនរបស់ពួកគេដោយការផ្ដល់កង់ឲ្យពួកគេខ្ចី ចារីឯចំណុចទី2នោះគឺជួយបញ្យល់ដល់បងប្អូនបន្ថែមពីច្បាប់ចរាចរណ៍ដើម្បីឲ្យបងប្អូនជិះកង់ប្រកបដោយសុវត្ថិភាព បាទរីឯចំណុចទី3នោះវិញយើងនឹងធ្វើការបង្ហាត់ឲ្យបងប្អូនចេះថែទាំនិងការជួសជុលខ្លះៗដើម្បីឲ្យបងប្អូនប្រើប្រាស់កង់របស់ពួកគេប្រកបដោយភាពងាយស្រួលនិងមានសុវត្ថិភាពល្អ ចាហើយលើពីនេះទៀតនោះគឺថាកង់ទាំងអស់នេះគឺត្រូវស្ថិតនៅក្រោមការថែទាំរវាងបងប្អូននិងសាលារៀនដោយធ្វើការប្រកោជូនទៅសាលារៀនវិញនៅពេលដែលបងប្អូនរៀនចប់ដើម្បីចែកជូនទៅបងប្អូនជំនាន់ក្រោយទៀតឲ្យពួកគាត់បានប្រើប្រាស់ម្ដង បាទជាការពិតណាស់ទូរទស្សនិកជនទាំងអស់គ្នាហើយដើម្បីឲ្យគម្រោងនេះដំណើរការទៅបានប្រកបដោយភាពជោគជ័យយើងខ្ញុំបានលើកឡើងនៅវិធីសាស្ត្រសំខាន់ចំនួន4តែវិធីសាស្ត្រទី1គឺយើងនឹងធ្វើការផ្សព្វផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ជាលក្ខណៈសាធារណៈដោយយើងនឹងធ្វើការសហការជាមួយស្ថានីយទូរទស្សន៍ My TV ផ្ទាល់តែម្ដងដោយយើងនឹងធ្វើការឃោសនាឲ្យប្រជាជនចូលរួមបរិច្ចាគថវិកាហើយវិធីសាស្ត្រទី2នោះគឺយើងនឹងធ្វើការស្នើសុំឲ្យក្រុមហ៊ុនឯកជនចូលរួមបរិច្ចាគថវិកាផងដែរ ចារីឯចំណុចទី3នោះគឺជ្រើសរើសសាលារៀននិងក្មេងក្រីក្រដែលពួកគាត់ត្រូវការកង់រីឯចំណុចទី4នោះគឺត្រៀមកន្លែងហ្វឹកហាត់បងប្អូនច្បាប់ចរាចរណ៍និងការជួសជុលកង់ បាទហើយជាការពិតណាស់សម្រាប់រយៈពេលវិញគឺយើងខ្ញុំនឹងធ្វើការប្រមូលកង់ឲ្យបានចំនួន500គ្រឿងក្នុងរយៈពេល1ឆ្នាំហើយបន្ទាប់មកយើងខ្ញុំនឹងយកកង់ទាំងនោះទៅចែកដល់សាលាចំនួន10សាលាដោយនៅក្នុងមួយសាលានឹងទទួលបានកង់ចំនួន50គ្រឿង ចាជាចុងក្រោយពួកយើងជឿជាក់ថាគម្រោងទាំងអស់នេះពិតជាអាចជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូននៅតាមទីជនបទដែលវាជាកតាលីករមួយដែលជំរុញឲ្យបងប្អូនខិតខំសិក្សាបន្ថែមទៀតដែលបងប្អូនសិនតែជាតំការស្នងនិស័យរបស់ប្រទេសកម្ពុជាបាទនៅពេលនេះដែរយើងខ្ញុំទាំងពីរនាក់សូមបញ្ចប់ការបកស្រាយគម្រោងស្ដីអំពីខ្ចីកង់ជីទៅរៀនទៅត្រឹមប៉ុណ្ណោះហើយបើសិនជាទូរទស្សនិកជនទាំងអស់គ្នាពេញចិត្តដល់រូបយើងខ្ញុំទាំងពីរចង់ឲ្យរូបយើងខ្ញុំទាំងពីរបន្តដំណើរជាបន្តនៅក្នុងកម្មវិធីនេះតទៅទៀតលោកអ្នកគ្រាន់តែចូលទៅកាន់សេវាផ្ញើសារជាអក្សររួចវាលេខ B11 ឬ G4 ផ្ញើទៅកាន់លេខ7272ឬខលទៅកាន់លេខ7272ដោយធ្វើតាមការណែនាំរបស់ប្រព័ន្ធចូលរួមបានតែប្រព័ន្ធសេខាតែប៉ុណ្ណោះខណៈនេះដែរយើងខ្ញុំទាំងពីរនាក់សូមអរគុណសូមគោរពលា បាទអរគុណច្រើនចំពោះការគ្រប់គ្រងរបស់ទស្សនិកជនបាទខ្ញុំបាទជឿជាក់ថានេះគឺជាបទពិសោធន៍ក៏ដូចជាចំណេះដឹងថ្មីមួយទៀតសម្រាប់បងប្អូន Fresh Girl and Boy ចំនួនទី14ដែលកំពុងតែបង្ហាញសមត្ថភាពជូនទៅដល់ប្រិយមិត្តទូរទស្សនិកជននេះគឺជាគន្លឹះក៏ដូចជាមីគីមួយដែលបងប្អូនទាំងអស់គ្នា
អាចឈានក្លាយជាពិធីការនេះនៅក្នុងកម្មវិធីប្រកួតបាទ Freshie ចំនួនក្រោយឬក៏ធ្វើជាពិធីការនេះនៅក្នុងក្រុមហ៊ុន BKA Entertainment ផងដែរ ចាអរគុណប្រសិនបើប្រិមត្តទស្សនិកជនចាប់ពេញចិត្តជាមួយនឹង Freshy Girl ឬក៏ Freshy Boy រូបណាសូមកុំភ្លេចផ្ញើសារគាំទ្រដល់ពួកគាត់ចាដោយគ្រាន់តែចូលទៅកាន់សេវាផ្ញើសារជាអក្សររួចវាយស្លាកលេខ Freshy ដែលលោកអ្នកពេញចិត្តរួចផ្ញើទៅកាន់លេខ7272ឬគ្រាន់តែទូរស័ព្ទទៅកាន់លេខ7272បន្ទាប់មករងចាំស្ដាប់តាមការណែនាំរបស់ប្រព័ន្ធសម្រាប់ប្រិមត្តចាដែលចូលរួមបោះឆ្នោតគាំទ្រនិងទទួលបានជាមួយនឹងសម្បត្តិយន្តហោះពីអាកាសចរថៃ Air Asia ផងដែរ បាទអរគុណច្រើនវគ្គបន្តប្រិមត្តនឹងបានជ្រាបនៅគម្រោងដែលតាក់ទងជាមួយនឹងអត្ថប្រយោជន៍ផ្ដល់ជូនទៅដល់សង្គមជាតិរបស់យើងដើម្បីឲ្យសង្គមជាតិរបស់យើងមានការរីកចម្រើនទៅមុខជាលំដាប់សម្រាប់ពេលនេះកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិន